តសុំបោះយកលុយ1លាន2សែននិង1លានតមួយគ្រាប់នេះហើយដែលធ្វើឲ្យប្អូនប្រុសខ្លាចទៅជាម្ចាស់ម៉ូតូអាសង់025មួយគ្រឿងជិះចូលឆ្នាំនេះតែម្ដងដោយបងប្អូនបានដឹងស្រាប់ហើយបាទខ្ញុំបាទគឺជាកូនអ្នកស្រែបាទគឺអ្នកស្រុកស្វាយទាបខេត្តស្វាយរៀងយើងនេះហើយបាទធ្វើបិទតែឥឡូវខ្ញុំខ្លាចជាតារាល្បីបាទមានផ្ទះនៅភ្នំពេញហើយរស់នៅរងឯរស់នៅភ្នំពេញមែនប៉ុន្តែខ្ញុំមិនដែលភ្លេចស្រុកកំណើតខ្ញុំទេខ្ញុំតែងតែបង្កើតកម្មវិធីសប្បាយផ្សេងតាមបែបប្រពៃណីខ្មែររៀងរាល់ឆ្នាំបាទហើយដូចឆ្នាំនេះអញ្ចឹងគឺថាមានការឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតនៅម៉ូតូមួយគ្រឿងនិងទឹកប្រាក់4លានរៀលអញ្ចឹងខ្ញុំក៏បានបង្កើតកម្មវិធីមួយឈ្មោះថាកម្មវិធីបងអង្គុញឈ្នះរង្វាន់ម៉ូតូនិងប្រាក់លានដូចឃើញជាក់ស្ដែងអញ្ចឹងលោកយល់លោកតាពូមីងមួយចំនួនគឺថាខានបោះយូរឆ្នាំហើយព្រោះអត់ដែលមានអ្នកនាំលេងទេនៅម្ដុំនេះហើយក្មេងៗឥឡូវក៏គាត់មិនសូវជាពេញនិយមដែរបាទល្បែងបងអង្គុញនេះអញ្ចឹងហើយបានរៀងរាល់ចូលឆ្នាំគឺថាតាមសង្ក្រាននានាសាលាក្រុមហ៊ុនស្ថាប័នជាច្រើនគាត់តែងតែប្រពធ្វើកម្មវិធីល្បែងប្រជាប្រិយខ្មែរជាហោហែដើម្បីឲ្យបុគ្គលិកដូចជាប្រជាពលរដ្ឋតាមតំបន់នោះគាត់បានលេងបាទដើម្បីជាអភិរក្សនៅល្បែងប្រជាប្រិយខ្មែរយើងអញ្ចឹងណាបងណាបាទហើយសម្រាប់កម្មវិធីបងអង្គុញយើងថ្ងៃនេះគឺយើងប្រើពេលបាទជាង2ម៉ោងទើបរកអ្នកឈ្នះឃើញដល់វគ្គបោះម៉ូតូនេះគឺថាម្នាក់គឺភ័យតែម្ដងបោះ10ដងអត់ទាន់ត្រូវមួយផងតែទីបំផុតក៏យើងរកអ្នកឈ្នះឃើញហើយបាទគឺជាអ្នកឈ្នះរង្វាន់ម៉ូតូមួយគ្រឿងតែម្ដងបាទឥឡូវសូមមកសួរអារម្មណ៍អ្នកឈ្នះរង្វាន់ម៉ូតូពីកម្មវិធីបងអង្គុញឈ្នះម៉ូតូនៅប្រភេទចាស់ដែលបឋមឡើងដល់អាមេរិកមានអូនមានអារម្មណ៍អីដែរមានអារម្មណ៍រំភើបសប្បាយរីកខាងណាបងអត់នឹកស្មានខ្លួនឯងបានម៉ូតូទេណាអត់នឹកស្មានទេបងតែស្បរៀនបងអង្គុញទេអត់ដែរបងអញ្ចឹងបោះលើកទី1បងហើយម៉ូតូនេះតម្លៃ$2000ជាងហើយយើងគឺថាបានមកងាយទេបាទអានេះសំណាងរបស់យើងចឹងមីងបានលុយ1លាន2សែនមីងមានអារម្មណ៍អីដែរមីងសប្បាយចិត្តណាស់កូនបានចូលឆ្នាំហ្នឹងចង់ឲ្យមានកម្មវិធីហ្នឹងទៀតទេចង់កូនចង់ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតផងដែរដែលបានឧបត្ថម្ភកម្មវិធីនេះនៅម៉ូតូមួយគ្រឿងក៏ដូចជាទឹកប្រាក់4លានរៀលហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនពីភាពសប្បាយរីករាយក្នុងការបោះអង្គុញពីកូនខ្ញុំក៏ដូចជាស្រីស្អាតនិងប្រជាពលរដ្ឋក្នុងភូមិនេះផងដែរបាទ